វិធី3យ៉ាងដើម្បីធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងផ្លាស្ទិកក្នុងការធ្វើកសិកម្មភាគច្រើននៃផ្លាស្ទិកដែលបានបោះចោលចូលទៅក្នុងមហាសមុទ្រគឺមកពីផ្ទៃដីចាប់ពីគម្របជ័រផ្លាស្ទិករហូតដល់ស្លាកសម្គាល់នៅលើត្រចៀកសត្វនិងផ្ទះកញ្ចក់ផលិតផលផ្លាស្ទិកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យកសិកម្មដោយសារអត្ថប្រយោជន៍ច្រើនរបស់វាប៉ុន្តែជារឿយៗផ្លាស្ទិកទាំងនេះមិនត្រូវបានបោះចោលឲ្យបានត្រឹមត្រូវទេហើយវាត្រូវបានបោះចោលចូលទៅក្នុងបរិស្ថានរបស់យើងទាំងក្នុងដីនិងទឹកដែលវាបានបំលែងទៅជាមីក្រូផ្លាស្ទិកដែលបានគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូលនិងសុវត្ថិភាពចំណីអាហាររបស់យើងអាចធ្វើការផ្លាស់ប្ដូរវាបានជៀសវាងកុំប្រើប្រាស់ឬប្រើប្រាស់ផ្លាស្ទិកឡើងវិញតាមដែលអាចធ្វើទៅបានប្រើប្រាស់វត្ថុជំនួសផ្លាស្ទិកដែលអាចបំបែកបានប្រមូលសំណល់ផ្លាស្ទិកដោយសុវត្ថិភាពសម្រាប់កែច្នៃឬបោះចោលសូមយកផ្លាស្ទិកចេញពីបរិស្ថាននិងធ្វើការការពារប្រព័ន្ធកសិចំណីអាហាររបស់យើង